Voice Cambodia ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិទាំងអស់គ្នាជាគ្រួសារ The Voice តែមួយឲ្យតែមានសម្លេងល្អប្លែកពីគេកម្មវិធីនេះគឺមិនដូចជាកម្មវិធីប្រឡងចម្រៀងផ្សេងទៀតទេគឺមិនអាស្រ័យលើរូបរាងមុខមាត់នោះទេតែអាស្រ័យលើសម្លេងពិតប្រាកដរបស់បេក្ខជនម្នាក់ថាតើពួកគេអាចច្រៀងបានល្អប៉ុណ្ណានៅលើឆាកបើពួកគេជាអ្នកមានសម្លេងល្អប៉ុន្តែច្រៀងមិនសូវបានល្អខ្ញុំជាអ្នកជួយឲ្យពួកគេច្រៀងបានល្អជាងមុនThe Voice Cambodia ជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកដែលមិនដូចការប្រឡងចម្រៀងផ្សេងទៀតព្រោះ The Voice Cambodia យកសំឡេងជាសំខាន់នៅជុកនេះកម្ពុជាតារាចម្រៀងតែ4រូបកំពុងបំពេញបេសកកម្មមួយប្រចាំបាច់ត្រូវរកឲ្យឃើញអ្នកមានសម្លេងល្អដើម្បីចូលជាមួយក្រុមរបស់ខ្លួនកញ្ញាអោសគុណកញ្ញាកម្ពុជាតារាចម្រៀងដ៏ល្បីឈ្មោះទទួលបានការគាំទ្រខ្លាំងចាប់តាំងពីឆ្នាំ2007ជាកម្ពុជាតារាចម្រៀងស្រីមានទេពកោសល្យខ្ពស់ក្នុងការច្រៀងនិងការសម្ដែងនាងតែងតែមានវត្តមានក្នុងកម្មវិធីតន្ត្រីធំរាប់មិនអស់នាងក៏ជាអ្នកតំណាងផលិតផលល្បីៗមួយចំនួនផងដែរកំឡុងសង្ហាលោកឈុនសវណ្ណរាជផ្ដើមអាជីពជាតារាចម្រៀងក្នុងឆ្នាំ2005ក្នុងឆ្នាំ2007បានក្លាយជាតារាចម្រៀងរបស់ផលិតកម្មរស្មីហងមាសបទចម្រៀងជាច្រើនបទត្រូវចេញជាបន្តបន្ទាប់សុទ្ធតែជាបទពេញនិយមក្នុងដួងចិត្តយុវវ័យលោកជាតារាចម្រៀងឈានមុខគេហើយលោកក៏ជាអ្នកតំណាងផលិតផលមួយរូបផងដែរកញ្ញាពេជ្រសោភាជាតារាចម្រៀងដែលអាចច្រៀងបានច្រើនស្ទីលច្រើនចង្វាក់ជាពិសេសនាងមានទេពកោសល្យខាងរាំនាងមានហ្វេនគាំទ្រច្រើនចម្រុះតែម្ដងមិនថាទីណាកន្លែងណាពេជ្រសុភាតែងតែធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្តនិងសរសើរនាងជាប់ជានិច្ចតារាមុខមេសម្លេងពីរោះល្បីឈ្មោះរាប់ទសវត្សរ៍ដែលគ្រប់គ្នាធ្លាប់ស្គាល់តាំងពីឆ្នាំ1999គឺលោកណុបបញ្ញរិទ្ធច្រៀងច្រើនជាង600បទភាគច្រើនសុទ្ធតែបទដែលមានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រគាត់អាចច្រៀងបទចម្រៀងបែបមនោសញ្ចេតនាបទញាក់បទពីដើមយ៉ាងពីរោះហើយលោកតែងតែបង្ហាញវត្តមានស្ទើរតែគ្រប់ការប្រគំតន្ត្រីមិនថាតែតន្ត្រីតាមស្ថានីយទូរទស្សន៍ឬការប្រគំតន្ត្រីចល័តនានាពួកគេទាំង4នាក់នឹងស្វែងរកអ្នកចម្រៀងថ្មីមានសម្លេងល្អហើយជួយដណ្ដើមឲ្យបានជ័យលាភីតែពេលនេះពួកគេនឹងបង្ហាញជូនអ្វីដ៏ពិសេសមួយសួស្តីប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍ខ្លាំងៗទាំងអស់គ្នាសូមស្វាគមន៍កម្មវិធី The Voice Cambodia កម្មវិធី The Voice Cambodia ដែលជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកបានមកដល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយតាមរយៈកញ្ចក់ទូរទស្សន៍ហងមាស HD TV ដែលកម្មវិធី The Voice Cambodia នាំមកចូលលោកអ្នកផ្ដាច់មុខដោយស្រាបៀរកម្ពុជា The Voice Cambodia ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបាទស្រវឹងសូមកំដៅមកនៅពេលនេះទស្សនិកជននឹងបានជួបជាមួយនឹងវត្តមានខូចរបស់យើងទាំង4រូបប្រិយមិត្តទូរទស្សនិកជនសូមស្វាគមន៍ដល់ខូចលោកឈសវណ្ណរាជកញ្ញាពេជ្រសុភាកញ្ញាអោសគុណកញ្ញានិងលោកណុបបញ្ញរិទ្ធជួយរំសាយក្តីទុំនឹករួមបងខ្លាំងពេករកថ្ងៃមិនបានជួបមុខបងថែមបិទ Facebook ទូរស័ព្ទក៏ខលមិនចូលពេលឃើញអូននៅក្បែរទុក
còn hai nước tai núi ong nước snow snow núi ong ồn ồn ắt trong về miền sài hà tư pi tớ bưng thọ ôn sông khăn rúa kê mình trong nung ôn ban tên bông nghi về đại bắt bóng rúp ôn tớ chơi vì đóng lại sài hà bắt bóng không hơi ót tung ôi bóng phong ôi ជប់នេះ coach នីមួយៗត្រូវជ្រើសរើសអ្នកដែលមានសម្លេងល្អចូលរួមជាមួយក្រុមរបស់ខ្លួនតែហាក់ដូចជាមានការលំបាកបន្តិចក្នុងការជ្រើសរើសនេះព្រោះពួកគេត្រូវបែកខ្នងហើយស្ដាប់ឮតែសម្លេងរបស់បេក្ខជនប៉ុណ្ណោះនេះគឺជារបៀបនៃការប្រឡងប្រជែងរបស់ The Voice Cambodia នៅពេល coach ពេញចិត្តសម្លេងរបស់បេក្ខជនឬបេក្ខនារីពួកគេនឹងចុចប៊ូតុងហើយត្រូវអីក៏វិលទៅរកបេក្ខជនឬបេក្ខនារីហើយបេក្ខជនឬបេក្ខនារីនោះនឹងក្លាយជាសមាជិកក្នុងក្រុមរបស់ coach ដែលចុចប៊ូតុងនោះបើមានកៅអីលើសពីមួយវិលទៅរកបេក្ខជនឬក៏បេក្ខនារីនោះបេក្ខជនឬក៏បេក្ខនារីជាអ្នកសម្រេចចិត្តដោយផ្ទាល់ថាត្រូវទៅជាមួយ coach មួយរូបណាហើយ coach ត្រូវព្យាយាមប្រើមធ្យោបាយផ្សេងៗដើម្បីបញ្ចុះបញ្ចូលបេក្ខជនឬក៏បេក្ខនារីនោះឲ្យចូលរួមជាមួយក្រុមរបស់ខ្លួនប៉ុន្តែបើគ្មាន coach ណាមួយចុះប៊ូតុងទេបេក្ខជនឬបេក្ខនារីនោះនឹងត្រូវចាក់ចេញពីកម្មវិធី coach នីមួយៗត្រូវជ្រើសរើសបេក្ខជនដែលមានសម្លេងល្អប្រចាំក្រុមរបស់ខ្លួនតែម្នាក់គត់ដើម្បីប្រកួតវគ្គដាច់រត់ដណ្ដើមជីលាភី The Voice Cambodia បេក្ខជនជីលាភីនឹងទទួលបានប្រាក់រង្វាន់100លានរៀលនិងក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហងមាស The Voice Cambodia វគ្គ The Blind Audition ចាប់ផ្ដើមនៅពេលនេះពេលនេះមានបេក្ខជនបេក្ខនារីជាច្រើនរួមជាមួយគ្រួសាររបស់ពួកគេកំពុងតែធ្វើដំណើរមកចូលរួមវគ្គ Blind Audition ដែលធ្វើឡើងនៅ Studio ហងមាស HD TV នៅផ្សារទំនើប Eon រាជធានីភ្នំពេញ